បាទថ្ងៃនេះសូមមកនិយាយជាមួយបងប្អូនពីរបៀបនៃការរៀបចំរូបថតសម្រាប់ការដាក់ឆ្នោត DV Lottery សម្រាប់ឆ្នាំ2027ចំពោះរូបថតបងប្អូនអាចថតខ្លួនឯងក៏បានអាចទៅរកជាងដើម្បីឲ្យគេថតឲ្យក៏បានបើបងប្អូនសម្រេចចិត្តថតរូបខ្លួនឯងខ្ញុំនឹងណែនាំបងប្អូនពីលក្ខណៈសំខាន់មួយចំនួនដែលបងប្អូនត្រៀមមុននឹងបងប្អូនចាប់ផ្ដើមថតរូបក្នុងការថតរូបបងប្អូនអាចប្រើទូរស័ព្ទក៏បានកាមេរ៉ាក៏បានឲ្យតែច្បាស់បងប្អូនត្រូវរកកន្លែងដែលមានពន្លឺគ្រប់គ្រាន់ពេលថតរូបកុំឲ្យមានស្រមោលនៅខាងឬក៏នៅពីខាងក្រោយបងប្អូនអាចរកជញ្ជាំងដែលមានផ្ទៃពណ៌សឬក៏ដាក់ក្រណាត់ពណ៌សបន្ទាប់មកបងប្អូនត្រូវកាត់រូបនោះជាការ៉េដែលមានលក្ខណៈ 5x5 ហើយទំហំរូបថតកុំឲ្យលើស 240KB សម្រាប់ការស្លៀកពាក់របស់បុរសនិងនារីវិញរាល់ការថតរូបទៅសហរដ្ឋអាមេរិកទាំងអស់គេឲ្យបងប្អូនថតរូបជាលក្ខណៈបែបធម្មជាតិមានន័យថាខោអាវក្នុងការស្លៀកពាក់បងប្អូនមិនចាំបាច់ត្រូវមានខោអាវធំតុបតែងមុខអីឲ្យស្អាតទេខោអាវដែលបងប្អូនប្រើប្រចាំថ្ងៃសម្រាប់បុរសដែលបងប្អូនដែលគាត់ពាក់វ៉ែនតាសូមដោះវ៉ែនតាចេញប្រសិនបើមានគ្រឿងអលង្ការក្រវិលអីនានាក៏សូមដោះចេញផងដែរសម្រាប់បុរសមិនសូវជាស្មុគស្មាញប៉ុន្មានទេសម្រាប់នារីវិញដូចគ្នាដែរបើសិនជាបងប្អូនប្រើវ៉ែនតាសូមដោះវ៉ែនតាចេញគ្រឿងអលង្ការនានាសូមដោះវាចេញសក់យើងអាចទម្លាក់ទៅក្រោយទៅមុខក៏បានដែរកុំឲ្យតែបាំងមុខសម្រាប់ការផាត់មុខលាបក្រែមអីផ្សេងសូមបងប្អូននារីកុំទាន់ផាត់មុខលាបក្រែមអីក្នុងថ្ងៃទៅថតហ្នឹងអញ្ចឹងខ្ញុំសូមបញ្ជាក់ឡើងវិញការថតរូបអ្វីដែលផ្ដោតសំខាន់ជាងគេគឺផ្ទាំងខាងក្រោយពណ៌សហើយជាលក្ខណៈបែបធម្មជាតិផ្ទាំងពណ៌សមិនចាំបាច់តតែសស្គូសនោះទេសរៀងកម្ងតិចក៏បានដែរអត់បញ្ហាប្រសិនបើស្ដាប់នៅខាងលើស្មុគស្មាញបងប្អូនពិបាកក្នុងការថតរូបបងប្អូនអាចទៅរកជាងនៅក្បែរផ្ទះរបស់បងប្អូនបានតែមុនបងប្អូនទៅរកជាងបងប្អូនត្រូវមានຂ្នាតមួយចំនួនដែលត្រូវទៅប្រាប់ជាងថតប្រសិនបើជាងថតនៅភ្នំពេញកន្លែងខ្លះយើងប្រាប់គាត់ថាខ្ញុំថតរូបទៅសហរដ្ឋអាមេរិកគាត់ដឹងពីរបៀបថតតែម្ដងប៉ុន្តែកន្លែងខ្លះទៀតគេអត់ដឹងទេជាពិសេសបងប្អូននៅតាមបណ្ដាខេត្តនានាលុះត្រាតែបងប្អូនប្រាប់នៅអ្វីដែលបងប្អូនត្រូវការខ្ញុំមានຂ្នាតដែលបានផុសនៅក្នុង page រួចហើយបងប្អូនអាចចូលទៅក្នុង page ហើយ download ຂ្នាតហ្នឹងមកបាទຂ្នាតហ្នឹងមានអីខ្លះចាំខ្ញុំប្រាប់បងប្អូននៅខាងក្រោមដូចគ្នានោះដែរពេលបងប្អូនទៅថតរូបបងប្អូនទៅប្រាប់ជាងថតថាបងប្អូនត្រូវការផ្ទាំងខាងក្រោយពណ៌សនៅក្នុងចំណុចទី2ទី3ទី4ទី5ខ្ញុំបាននិយាយរួចហើយខ្ញុំសូមពន្យល់ចំណុចទី6ទី7ទី8និងទី9បងប្អូនត្រូវប្រាប់ជាងថតថាបងប្អូនត្រូវការរូបរាងការ៉េដែលមានទំហំ 5x5 ឬក៏ຂ្នាតគិតជា pixel 600 x 600ទៅ 1200 x 1200ប្រសិនបើបងប្អូនអត់ដឹងពីវិធីកាត់រូបអត់ធ្លាប់កាត់រូបទេបងប្អូនអត់ដឹងនឹងអីទេប៉ុន្តែខាងជាងថតគេអាចដឹងពីទំហំຂ្នាតគិតជា pixel បន្តមកចំណុចទី7គឺយើងនិយាយអំពីការកាត់រូបប្រវែងក្បាលប្រវែងពីករហូតដល់ក្រោមប្រវែងប៉ុន្មានគឺខ្ញុំមានຂ្នាតគំរូស្រាប់នៅលើហ្នឹងបងប្អូនដាក់ចូលទូរស័ព្ទទៅហើយបង្ហាញជាងទៅឲ្យគេជាងគេសេរីតាមនឹងឲ្យនៅក្នុងចំណុចទី7ទី8ហ្នឹងគឺនិយាយអំពីຂ្នាតប្រវែងកម្ពស់ក្បាលកម្ពស់រូបនៅក្នុងរូបថតហ្នឹងហើយអញ្ចឹងបងប្អូនលុះត្រាតែបងប្អូនយកទៅប្រាប់ជាងថតឲ្យគេសេរីតាមនឹងឲ្យចំណែកឯចំណុចចុងក្រោយទី9គឺនិយាយអំពីទំហំរូបថតទំហំរូបថតគឺកុំឲ្យលើសពី 240KB ហើយប្រភេទរូបថតគឺជាប្រភេទJPEG file format ប្រសិនបើបងប្អូនត្រូវការជាងថតដើម្បីថតរូបខ្ញុំសូមស្នើឲ្យបងប្អូន copy អ្វីដែលខ្ញុំផុសនេះយកទៅហើយទៅបង្ហាញជាងថតឲ្យជាងថតនឹងធ្វើតាមនៅអ្វីដែលបងប្អូនចង់បានការថតរូបនានាដែលខ្ញុំរៀបរាប់ពីខាងលើមិញគឺមិនចាំបាច់ឲ្យបងប្អូន print ជាกระดาษស្លឹកដើម្បីយកមកទុកនោះទេគឺយើងត្រូវការជាប្រភេទ digital មានន័យថាយើងថតហើយយើងដាក់ចូលមក Telegram ឬអីទុកនៅក្នុងទូរស័ព្ទទៅបងប្អូនចង់បំពេញឆ្នោតនេះនៅលើទូរស័ព្ទឬក៏បើសិនជាបងប្អូនបំពេញលើ iPad ដាក់ចូល iPad បើបងប្អូនបំពេញលើ computer ដាក់វាចូលនៅក្នុង computer នៅខាងលើវីដេអូខ្ញុំនឹងដាក់ website របស់ស្ថានទូតមួយសម្រាប់ឲ្យបងប្អូនឆែកមើលរូបថតដែលបងប្អូនថតរួចហើយថាតើវាត្រូវតាមការទាមទាររបស់ស្ថានទូតឬទេ website នេះមានសារៈសំខាន់គឺងាយស្រួលឲ្យបងប្អូនយល់ថាបងប្អូនថតពិតជាត្រឹមត្រូវហើយដាក់ឆ្នោតមិនមានបញ្ហានានាបាទអរគុណវីដេអូខ្លីនេះគឺនិយាយអំពីការថតរូបដើម្បីឲ្យបងប្អូនត្រៀមឲ្យត្រឹមត្រូវក្នុងការដាក់ឆ្នោត DV Lottery សម្រាប់ឆ្នាំ2027ប្រសិនជាបងប្អូនមានសំណួរមានចម្ងល់ផ្សេងទាក់ទងនឹងការថតរូបសូមបងប្អូន comment នៅខាងក្រោមបើវីដេអូនេះមានប្រយោជន៍សូមបងប្អូនជួយចុច like Subscribe ហើយ share ទៅកាន់មនុស្សដទៃទៀតឲ្យបានទទួលដំណឹងនេះផងបាទសូមអរគុណ